សួស្តីអ្នកទាំងអស់គ្នាបែកគ្នាអស់ពី3ថ្ងៃអត់បានធ្វើការ review ធៀប digital សម្រាប់អ្នកទាំងអស់គ្នាដោយសារតែជាប់ level ក្នុងការ design ធៀបផ្សេងៗទៀតសម្រាប់អតិថិជនរបស់យើងហើយយើងត្រូវសុំសិទ្ធិពីម្ចាស់កម្មវិធីដែរក្នុងការប៉ះអញ្ចឹងណាតែថ្ងៃនេះយើងមានធៀបមួយទៀតដែរដើម្បីមក review ជូនអ្នកទាំងអស់គ្នាមើលអញ្ចឹងដើម្បីកុំឲ្យខាត់ពេកយើងអាចធ្វើការចុចទៅលើធៀបហ្នឹងដើម្បីបើកបន្ទាប់មកយើងនឹងមាន animation តាក់ទងជាមួយនឹងកម្មវិធីហើយក៏ដូចជារូបថតកងកន្លះកងកំមុំអីចឹងទៅបាទហើយយើងមាន photo gallery បែប animation អីចឹងដែរហើយធៀបរបស់យើងមានជាភាសាខ្មែរនិងអង់គ្លេសហើយយើងអាចដាក់បទភ្លេងអីចឹងបានតាមចំណង់ចំណូលចិត្តចឹងណាបាទហើយនៅកន្លែងនេះយើងអាចធ្វើការ scroll ទៅក្រោមទៀតដើម្បីធ្វើការមើលព័ត៌មានបន្ថែមបាទយើងអាចបិទបើកសំឡេងនៅនេះបានដែរបាទបើសិនជាយើងចង់បិទបើកចឹងណាបាទយើងអាច scroll ទៅយើងអាចឃើញថាយើងអាចឃើញ countdown យើងអាចឃើញរបៀបវគ្គនៃកម្មវិធីយើងអាចដាក់គេហៅថា dress code color អញ្ចឹងណាយើងអាចណែនាំសម្រាប់ភ្ញៀវរបស់យើងហើយយើងអាចមើលទីតាំងកម្មវិធីអាចបើកទៅកាន់ Google Map តែម្ដងហើយយើងមានកម្រងរូបភាពតាមចំនួនដែលយើងចង់ដាក់បាទហើយយើងមានលិខិតថ្លែងអំណរគុណអីចឹងទៅហើយក៏ដូចជាអាចធ្វើការដាក់ QR ដើម្បីឲ្យគេចងដៃបានដែរហើយចុងក្រោយនេះក៏យើងមានជាសារជូនពរពីភ្ញៀវកិត្តិយសរបស់យើងដែលគាត់អាចធ្វើការផ្ញើសារជូនពរបានក្រៅតែពីហ្នឹងសម្រាប់ធៀប digital របស់យើងហ្នឹងគឺយើងមានមុខងារផ្សេងទៀតក្រៅតែពីការអញ្ជើញភ្ញៀវកិត្តិយសគឺយើងអាចធ្វើការគ្រប់គ្រងកម្មវិធីទាំងមូលមកមិនថាអញ្ជើញភ្ញៀវមិនថាកត់ត្រាចំណាយផ្សេងអ្នកនរអាចធ្វើការកត់ចំណាយនៅលើនឹងតែម្ដងបានដោយមិនចាំបាច់ទៅប្រើ Excel អីទៀតទេដោយសារវានៅលើនេះគឺវាមានលក្ខណៈឆ្លាតវៃជាងវិញប្រើ Excel អញ្ចឹងណាបាទហើយយើងអាចកត់ចំណងដៃនៅលើនឹងបានដែរហើយអ្វីដែលពិសេសហ្នឹងគឺនៅលើ dashboard នេះឯងគឺវាមានព័ត៌មានច្រើនមែនទែនដែលយើងអាចធ្វើការពិនិត្យមើលងាយស្រួលមើលជាងយើងប្រើ Excel ដូចជាហៅថាយើងចង់ដឹងថាចំណងដៃបានប៉ុន្មានហើយចំណាយរបស់យើងប៉ុន្មានគឺវាមានសរុបនៅលើនឹងតែម្ដងអញ្ចឹងងាយស្រួលមែនទែនអ្នកនរអាចទៅធ្វើការ sign up នៅលើ playsensor.com ទៅដើម្បីប្រើប្រាស់ធៀប free ក៏បានឬក៏ចង់ឲ្យក្រុមការងាររបស់យើងធ្វើការ design ធៀប premium បែបនេះអីក៏បានដែរពួកយើងនឹងធ្វើការ design ជូនបាទ